សំណួរទី1របស់ខ្ញុំបាទលោកស្រីចាប់ដិតតើបញ្ហាឡើងជាតិស្ករក្នុងឈាមជាអ្វីទៅបាទបញ្ហាឡើងជាតិស្ករនៅក្នុងឈាមគឺជាលក្ខខណ្ឌមួយដែលកម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ជាងធម្មតាដែលបណ្ដាលមកពីការកង្វះអរម៉ូនអាំងស៊ូលីនឬក៏ការប្រើប្រាស់របស់អរម៉ូនអាំងស៊ូលីនមិនបានត្រឹមត្រូវដែលទៀតសោតអរម៉ូនអាំងស៊ូលីនគឺជាអរម៉ូនម្យ៉ាងដែលបញ្ចេញមកពីកោសិកាលំពែងដែលមានតួនាទីចាំបាច់ក្នុងការបញ្ចុះជាតិស្ករដោយបំលែងជាតិស្ករទៅជាថាមពលសម្រាប់ប្រើប្រាស់ក្នុងរាងកាយរបស់យើងអរគុណហើយលោកស្រីចាំដិតតើយើងអាចដឹងបញ្ហាឡើងជាតិស្ករក្នុងឈាមយ៉ាងដូចម្តេចទៅបាទចាយើងមានវិធីសាស្ត្រជាច្រើនក្នុងការដឹងថាអ្នកជំងឺគាត់ឡើងជាតិស្ករនៅក្នុងឈាមដោយទោះបីជាភាគច្រើនយើងដឹងថាគាត់មានបញ្ហាឡើងជាតិស្ករក្នុងឈាមប៉ុន្តែគាត់អត់មានរោគសញ្ញាអីទាំងអស់ប៉ុន្តែអ្នកជំងឺគាត់អាចមកធ្វើការ check up សុខភាពពិនិត្យសុខភាពទៅគាត់ឃើញថាមានជាតិស្ករឡើងខ្ពស់ជាងកម្រិតធម្មតាទី1ទី2យើងអាចសម្គាល់ថាគាត់មានរោគសញ្ញាមួយចំនួនដូចជាគាត់ស្រែកទឹកគាត់ញ៉ាំទឹកច្រើនបត់ជើងតូចច្រើននិងញឹកញាប់ស្រក់គីឡូឬក៏គាត់អាចចូលមកក្នុងទម្រង់ដែលមានជាកត្តាដែលបណ្ដាលមកពីផលវិបាកជំងឺទឹកនោមផ្អែមរួចទៅហើយឬក៏ការលើសជាតិស្ករហ្នឹងដូចជាគាត់ចូលមកមានបញ្ហាខ្សោយតម្រងនោមគាត់មានបញ្ហាសរសៃឈាមបេះដូងសរសៃឈាមខួរក្បាលឬក៏ជាពិសេសអ្នកខ្លះគាត់មានដំបៅជើងហើយបន្ទាប់មកគាត់អត់ជាវាក្រជាចាតើវ័យណាដល់វ័យណាដែលអាចប្រឈមនឹងបញ្ហានេះទៅលោកស្រីចាំបាទភាគច្រើនវ័យដែលអាចប្រឈមជាមួយនឹងការដែលមានលើសជាតិស្ករឬក៏កម្រិតជាតិស្ករឬក៏ទឹកនោមផ្អែមនៅក្នុងជំងឺទឹកនោមផ្អែមគឺភាគច្រើនទៅលើវ័យដែលមានអាយុចាប់ពី45ឆ្នាំឡើងប៉ុន្តែឥឡូវដោយសារតែសម័យយើងជិះជឿនលឿនអាហារក៏សម្បូរបែបអញ្ចឹងអ្នកជំងឺគាត់អាចមានជំងឺទឹកនោមផ្អែមឬក៏ការលើសជាតិស្ករនឹងមុនអាយុ45ឆ្នាំឧទាហរណ៍ដូចជាគាត់រៀងលើសគីឡូគាត់ញ៉ាំចូលចិត្តញ៉ាំចំណីអាហារដែលមានជាតិស្ករច្រើនគ្រឿងកំប៉ុងឬក៏ fast food អីហ្នឹងដែលយើងឥឡូវពេញនិយមឬក៏មនុស្សមួយចំនួនគាត់ត្រូវការហូបដូចជាភេសជ្ជៈផ្អែមបាក់កាសក្នុងការបាក់បរអញ្ចឹងងាយឲ្យគាត់កើតជំងឺទឹកនោមផ្អែមឬក៏ការលើសជាតិស្ករហ្នឹងមុនអាយុ45ឆ្នាំចា៎លោកស្រីចាំដិតហេតុដូចម្តេចបានជាយើងមានបញ្ហាជាតិស្ករឡើងនៅក្នុងឈាមយ៉ាងដូចនេះទៅចាមានកត្តាប្រឈមជាច្រើនដែលបណ្ដាលឲ្យគាត់មានការលើសជាតិស្ករនៅក្នុងឈាមកត្តាទាំងអស់នោះមានដូចជាទី1អាចសមាជិកក្នុងគ្រួសាររបស់គាត់មានជំងឺទឹកនោមផ្អែមអាចម៉ាក់ឬក៏ប៉ាឬក៏ទាំងម៉ាក់ទាំងប៉ាក្នុងករណីដែលគាត់មានសមាជិកគ្រួសារជាពិសេសម៉ាក់ឬក៏ប៉ាមានជំងឺទឹកនោមផ្អែមគាត់អាចមានលទ្ធភាពការជំងឺទឹកនោមផ្អែម2ទៅ3ដងច្រើនជាងអ្នកដែលគាត់អត់មានសមាជិកគ្រួសារដែលមានជំងឺទឹកនោមផ្អែមមានន័យថានោះជាជំងឺតពូជមែនទេបើសិនជាយើងនិយាយថាជំងឺតពូជហ្មង100%វាអត់ត្រឹមត្រូវទេគ្រាន់ជាកត្តាប្រឈមក្នុងករណីដែលគាត់មានពុកម្ដាយឬក៏សាច់ញាតិដែលមានជំងឺទឹកនោមផ្អែមគាត់មានលទ្ធភាពមានភាគរយនឹងការជំងឺទឹកនោមផ្អែម20ទៅ30%ច្រើនជាងអ្នកដែលមិនមានសមាជិកគ្រួសារដែលមានជំងឺទឹកនោមផ្អែមចាកត្តាចាទី1កត្តាគេហៅកត្តាសេនេតិកឬកត្តាសមាជិកគ្រួសារដែលមានជំងឺទឹកនោមផ្អែមទី2គាត់អាចមានលើសទម្ងន់បើថាគីឡូគាត់រៀងលើសរៀងធាត់គាត់ចូលចិត្តពិសាអាហារដែលមានជាតិផ្អែមពេកជាតិខ្លាញ់ពេកគាត់ពិសាបារីពិសាស្រាឬក៏ការរស់នៅប្រចាំថ្ងៃរបស់គាត់អត់សូវសកម្មហើយគាត់អត់សូវហាត់ប្រាណចានេះជាកត្តាដែលចូលរួមក្នុងការជួយជំរុញឲ្យគាត់ងាយនឹងកើតជំងឺទឹកនោមផ្អែមឬការលើសជាតិស្ករនៅក្នុងឈាមលោកស្រីចាំដឹងតើបញ្ហាឡើងជាតិស្ករនៅក្នុងឈាមនេះទោះជាកើតនៅក្នុងរយៈពេលខ្លីក្តីវែងក្តីអាចបណ្ដាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដែរឬទេបាទជាការពិតណាស់ជំងឺទឹកនោមផ្អែមទោះបីជាកើតរយៈពេលវែងខ្លីក្តីខ្លីអាចបណ្ដាលឲ្យមានសុខភាពបញ្ហាសុខភាពធ្ងន់ធ្ងរជាពិសេសនៅពេលដែលគាត់ចូលមកមានបញ្ហាខ្សោយសរីរាង្គខូចសរីរាង្គដែលជាផលវិបាកមកពីទឹកនោមផ្អែមរួចទៅហើយឧទាហរណ៍ដូចជានៅពេលដែលគាត់ចូលមកគាត់មានខ្សោយតម្រងនោមដែលជាផលវិបាកមួយមកពីជំងឺទឹកនោមផ្អែមឬក៏ពេលខ្លះគាត់ចូលមកគាត់មានបញ្ហាស្ទះសរសៃឈាមខួរក្បាលអាចស្លាប់មកចំហៀងខ្លួនវិមុខវិមាត់ឬក៏គាំងបេះដូងអីជាដើមឬក៏អ្នកខ្លះគាត់មានចូលមកមានដំបៅជើងរហូតដល់ឈានដល់ការកាត់ជើងក៏មានដែរនៅពេលដែលមានបញ្ហានេះហើយលោកស្រីចាំដឹងនេះភាសាពីខាងដើមគឺភាគច្រើនសុទ្ធតែអ្នកដែលចូលចិត្តហូប
ជាតិផ្អែមរបស់រូបភេសជ្ជៈដែលមានជាតិផ្អែមហើយអាចឈានទៅកើតជំងឺទឹកនោមផ្អែមចុះបើសិនជាយើងកើតហើយចាំបាច់សារធាតុផ្អែមទាំងនេះឬមួយអាហាររូបភេសជ្ជៈដែលមានជាតិផ្អែមទាំងនេះមិនត្រូវបរិភោគទៀតទេឬមួយក៏ត្រូវតមួយជីវិតដែរបញ្ហាកើតទឹកនោមផ្អែមហើយយើងជាគ្រូពេទ្យយើងត្រូវណែនាំឲ្យគាត់ពិសាអាហារដែលមានតុល្យភាពដូចជាត្រូវពិសាអាហារដែលមានសារធាតុស្ករតិចដូចជាបន្លែច្រើនឬក៏សាច់ដែលអត់សូវសម្បូរជាតិខ្លាំងដូចជាសាច់ត្រីហើយត្រូវកាត់បន្ថយអាហារណាដែលធ្វើឲ្យមានការកើនឡើងនៃជាតិស្ករខ្ពស់និងលឿននៅក្នុងឈាមដូចជាពពួកភេសជ្ជៈកំប៉ុងកូកាទឹកក្រូចទឹកអំពៅឬក៏ពពួក fast food ពួកដុល្លារបំពងឬក៏ផ្លែឈើដែលមានជាតិផ្អែមខ្លាំងដូចជាតារ៉េនដូចជាមៀនជាដើមយើងអត់ recommend ឬក៏ផ្ដល់អនុសាសន៍គាត់តមទាំងស្រុងទេប៉ុន្តែយើងត្រូវកាត់បន្ថយហើយយើងមានតម្លៃទៅតាមស្ថានភាពជាតិស្ករគាត់ជាក់ស្ដែងហើយជាមួយនឹងស្ថានភាពជំងឺនិងសកម្មភាពដែលគាត់រស់នៅប្រចាំថ្ងៃចា៎ខ្ញុំតែងតែឮសូរគេនិយាយថានៅពេលដែលជាតិស្ករឡើងនៅក្នុងឈាមនេះបាយគឺជាកត្តាមួយជំរុញជាតិស្ករឡើងខ្លាំងនៅក្នុងឈាមតើនេះជាការពិតដែរឬទេការពិតណាស់បាយទោះបីជាអត់មានសារធាតុផ្អែមប៉ុន្តែនៅក្នុងសារធាតុបាយវាបំលែងទៅជាក្លូកូសដែលក្លូកូសហ្នឹងចុងក្រោយទៅបំលែងទៅជាជាតិស្ករដែលវាអាចធ្វើឲ្យឡើងនៅក្នុងឈាមហើយជាទូទៅកាលណាដែលយើងប្រសាបាយច្រើនវាអាចឲ្យជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ដែរបាយយើងចាត់ទុកជាចំណីអាហារដែលមានសន្ទុះជាតិស្កររៀងខ្ពស់ដែរអញ្ចឹងកាលណាដែលយើងញ៉ាំបាយច្រើនវាអាចឲ្យមានការកើនឡើងជាតិស្ករនៅក្នុងឈាមខ្ពស់ដែរចា៎ត្រូវបរិភោគបរិមាណបាយទៅតាមគីឡូទៅតាមសកម្មភាពការងារដែលគាត់ធ្វើជាប្រចាំថ្ងៃដោយត្រូវប្រសាបានទៀងទាត់ហើយអាចច្រើនដងក្នុងមួយថ្ងៃចា៎អរគុណលោកស្រីចាំនិតតើគេអាចវាស់ឬត្រួតពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមបានយ៉ាងដូចម្តេចហើយតើកម្រិតជាតិស្ករប៉ុន្មានដែលយើងអាចចាត់ទុកថាយើងមានបញ្ហាឡើងជាតិស្ករក្នុងឈាមនោះបាទដើម្បីត្រួតពិនិត្យឬក៏វាស់ជាតិស្ករនៅក្នុងឈាមទីមួយយើងអាចធ្វើតាមវិធីសាស្ត្រងាយដែលយើងជួសចុងដៃយើងមានម៉ាស៊ីនតូចមួយម៉ាត់ដើម្បីយើងជួសជាតិស្ករនៅចុងដៃយើងអាចដឹងថាកម្រិតបរិមាណជាតិស្ករក្នុងឈាមគាត់ប៉ុន្មានហើយដើម្បីឲ្យជាក់លាក់ជាងនឹងទៀតគឺយើងបូមឈាមគាត់ទៅពិនិត្យមើលតើកម្រិតជាតិស្ករគាត់មានកម្រិតប៉ុណ្ណាហើយដើម្បីដឹងថាកម្រិតជាតិស្ករគាត់ប្រមាណដែលលើសនៅក្នុងឈាមគឺយើងបែងចែកទៅតាមនិយមន័យដែលគេផ្ដល់មកទៅតាមអង្គការសមាគមទឹកនោមផ្អែមនៅអឺរ៉ុបក៏ដូចជាអាមេរិកគឺទី1បើសិនក្នុងករណីដែលគាត់មានជាតិស្ករធំជាង100មីលីក្រាមក្នុង1ដេស៊ីលីត្រនៅពេលពោះទទេធម្មតាគឺត្រូវតូចជាង100មីលីក្រាមប៉ាដេស៊ីលីត្រក្នុងករណីដែលនៅចន្លោះធំជាង100មីលីក្រាមទៅ125ពេលថាគាត់មានលើសកម្រិតជាតិស្ករនៅក្នុងឈាមឬក៏ត្រៀមនឹងកើតទឹកនោមផ្អែមប៉ុន្តែមិនទាន់ចូលដល់កើតទឹកនោមផ្អែមទេប៉ុន្តែបើសិនជាក្នុងករណីដែលគាត់មានកម្រិតជាតិស្ករលើសពី126មីលីក្រាមប៉ាដេស៊ីលីត្របានន័យថាគាត់មានជំងឺទឹកនោមផ្អែមហើយទី2យើងអាចគាត់ធ្វើតេស្តញ៉ាំជាតិស្ករ75ក្រាម2ម៉ោងក្រោយមកយើងបូមឈាមគាត់យកមកពិនិត្យក្នុងករណីដែលជាតិស្ករនៅចន្លោះពី140ទៅ190គឺបានន័យថាគាត់ត្រៀមនឹងកើតទឹកនោមផ្អែមឬក៏លើសកម្រិតជាតិស្ករបានន័យថាតូចជាង140ធម្មតា140ទៅ199លើសកម្រិតជាតិស្ករធំជាង200បានន័យថាគាត់មានជំងឺទឹកនោមផ្អែមចា៎ទី3យើងអាចបូមឈាមមើល HbA1c ដែលគេហៅថាមធ្យមភាពជាតិស្កររៀងរាល់3ខែចុងក្រោយដែលធម្មតាគឺត្រូវតូចជាង 5.6% ក្នុងករណីដែលគាត់ធំជាងនៅចន្លោះពី 5.7 ទៅ 6.4 បានថាគាត់លើសកម្រិតជាតិស្ករបើសិនជាធំជាង 6.5 បានថាគាត់មានជំងឺទឹកនោមផ្អែមចា៎ហើយវិធីមួយទៀតយើងអាចជួសជាតិស្ករគាត់ពេលណាក៏បានដែរគេហៅថា glucose random បែរថាយើងជួសពេលណាក៏បានដែរមុនបាយក្រោយបាយពេលណាក៏ដោយឃើញថាជាតិស្ករគាត់ធំជាង200មីលីក្រាមប៉ាដេស៊ីលីត្របានថាគាត់មានជំងឺទឹកនោមផ្អែមដូចគ្នាតើគេអាចទប់បានទេដើម្បីកុំឲ្យបញ្ហានេះវិវត្តទៅមុខហើយបើសិនជាយើងអាចថាទប់ស្ថានភាពបានតើអ្នកដែលកំពុងតែឈានទៅរកភាពថាជាតិស្ករឡើងឈាមគួរធ្វើយ៉ាងដូចម្តេចទៅបាទចាបើសិនជាក្នុងករណីដែលជាតិស្ករគាត់ចាប់ដើមលើសកម្រិតហើយអាចនឹងឈានដល់ទឹកនោមផ្អែមយើងអាចទប់ស្កាត់គាត់បានដោយអនុវត្តឲ្យគាត់អនុវត្តវិធីសាស្ត្រងាយប្រចាំថ្ងៃមួយចំនួនដូចជា
អនុវត្តរបបអាហារកាត់បន្ថយជាតិខ្លាញ់ផ្អែមធ្វើការហាត់ប្រាណជាមួយនឹងកាត់បន្ថយស្រាឬក៏បារីជាដើមចា៎ហើយបើសិនជាក្នុងករណីដែលគាត់មានបញ្ហាលើសជាតិស្ករហើយយើងត្រូវវាតម្លៃទៅតាមបុគ្គលនីមួយៗតើគាត់មានជំងឺរួមផ្សំគ្នាប៉ុណ្ណាតើកម្រិតជាតិស្ករគាត់ប៉ុណ្ណាត្រូវការប្រើប្រាស់ថ្នាំឬទេឬក៏គាត់ចូលមកមានផលបាក់ផ្សេងៗដែរឬទេចឹងមានន័យថាបើសិនជាអ្នកដែលមានបញ្ហាជាតិស្ករឡើងក្នុងឈាមហើយត្រូវតែធ្វើការព្យាបាលជាបន្ទាន់មែនទេបាទអ្នកដែលមានការឡើងជាតិស្ករក្នុងឈាមវាអាស្រ័យទៅតាមកម្រិតស្កររបស់គាត់ឧទាហរណ៍ថាគាត់ត្រឹមតែ pre-diabetes បានថាការលើសកម្រិតជាតិស្ករប៉ុន្តែមិនទាន់ឈានចូលដល់ការទឹកនោមផ្អែមទេហើយគាត់មិនមានកត្តាជំងឺរួមផ្សំច្រើនទេវ័យគាត់នៅក្មេងណាយើងអាចដល់ជាអនុសាសន៍ឲ្យគាត់ត្រឹមតែធ្វើរបបអាហារហាត់ប្រាណកាត់បន្ថយការពិសាស្រាឬក៏ជក់បារីត្រឹមរយៈពេលក្នុងប្រហែលជា3ខែក្នុងករណីដែលស្ករគាត់នៅតែមិនចុះទេឬក៏ស្ករកាន់តែខ្ពស់ជាងមុនយើងអាចពិភាក្សាថាអាចឲ្យគាត់ប្រើប្រាស់ថ្នាំអរគុណលោកស្រីចាំតើការព្យាបាលនេះអាចឲ្យបញ្ហារបស់អ្នកដែលមានជាតិស្ករឡើងខ្ពស់ក្នុងឈាមនឹងអាចវិលមករកសុខភាពធម្មតាវិញដែរទេអ្នកជំងឺដែលគាត់មានកម្រិតជាតិស្ករមិនសូវខ្ពស់ទេគាត់អត់សូវមានជំងឺរួមផ្សំច្រើនទេអត់មានផលវិបាកដែលធ្វើឲ្យគាត់ប៉ះពាល់ឬខូចសរីរាង្គទេការឡើងជាតិស្ករជាមធ្យមគឺអាចត្រឡប់មករកសភាពដើមវិញចាបានន័យថាយើងពេលដែលគាត់ថាគាត់ឡើងជាតិស្ករកម្រិតត្រឹមតែលើសកម្រិតជាតិស្ករមិនទាន់ចូលដល់ទឹកនោមផ្អែមគាត់អាចវិលត្រឡប់មកសភាពដើមវិញឬក៏គាត់ចូលដល់ជំងឺទឹកនោមផ្អែមហើយគាត់ពិសាថ្នាំទៅយើងគ្រប់គ្រងជាតិស្ករគាត់បានល្អសុខភាពគាត់នឹងធម្មតាដូចអ្នកផ្សេងប៉ុន្តែក្នុងករណីដែលគាត់ចូលមកកម្រិតជាតិស្ករគាត់ខ្ពស់ខ្លាំងគាត់មានបញ្ហាផលវិបាកដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែមដូចជាគាត់ខ្សោយតម្រងនោមឬក៏គាត់មានបញ្ហាសរសៃឈាមបេះដូងគាត់មានបញ្ហាសរសៃឈាមខួរក្បាលរហូតដល់ស្លាប់មកចំហៀងខ្លួនជាដើមនោះវាយើងគ្រាន់តែអាចកាត់បន្ថយការពន្យាការវិវត្តទៅមុខប៉ុន្តែដើម្បីធ្វើឲ្យត្រឡប់មកដូចដើមវិញគឺអានឹងអត់អាចទេចាគ្រាន់តែពន្យាការវិវត្តទៅមុខចាបើសិនជាមនុស្សម្នាក់កំពុងតែមានបញ្ហាជាតិស្ករឡើងក្នុងឈាមខ្ពស់តើនេះគឺជាសញ្ញានៃការវិវត្តទៅរកទឹកនោមផ្អែមនេះទេបាទក្នុងករណីដែលគាត់មានលើសកម្រិតជាតិស្ករលើសពីធម្មតាដូចខ្ញុំបានរៀបរាប់ខាងលើបានន័យថាមុនអាហារធំជា100មីលីក្រាម/ដេស៊ីលីត្រឬក៏នៅចន្លោះពី100ទៅ125បានថាលើសកម្រិតជាតិស្ករប៉ុន្តែមិនទាន់ឈានដល់ការទឹកនោមផ្អែមអញ្ចឹងបានថាគាត់មានលទ្ធភាពនឹងវិវត្តទៅកើតជំងឺទឹកនោមផ្អែមនៅថ្ងៃក្រោយចា៎នៅពេលមនុស្សម្នាក់មានបញ្ហាទឹកនោមផ្អែមតើជួបបញ្ហាសុខភាពយ៉ាងដូចនេះទេបញ្ហាទឹកនោមផ្អែមបញ្ហាសុខភាពរបស់គាត់ដែលជួបច្រើននឹងបំផុតហ្នឹងគឺបណ្ដាលពីផលវិបាកបើមិនជាយើងគ្រប់គ្រងឲ្យបានត្រឹមត្រូវឧទាហរណ៍ដូចជាគាត់អាចមានបញ្ហាសរសៃឈាមបាតភ្នែកដែលធ្វើឲ្យគាត់ស្វាងភ្នែកគាត់មានភ្នែកឡើងបាយឬក៏អាចឈាមដល់ពិការភ្នែកគាត់អាចមានបញ្ហាខ្សោយតម្រងនោមហើមជើងគាត់មានបញ្ហាតបៅជើងឬក៏គាត់មានបញ្ហាដូចជាស្ពឹកជើងអត់ដឹងជាន់ក្តៅជាន់ត្រជាក់អត់ដឹងជាដើមឬក៏គាត់អាចមានបញ្ហាសរសៃឈាមបេះដូងទាំងបេះដូងឬក៏សរសៃឈាមខួរក្បាលជាដើមចា៎បញ្ហានេះអាចប៉ះពាល់ដល់អាយុជីវិតទេបើសិនជាមិនធ្វើការព្យាបាលទាន់ពេលបញ្ហាអស់ហ្នឹងពិតជាប៉ះពាល់ដល់អាយុជីវិតបើសិនជាមិនបានព្យាបាលឲ្យបានត្រឹមត្រូវឬក៏មិនបានគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវចា៎អរគុណលោកស្រីចាំតើជាជំក្រោយនៃកិច្ចសម្ភាសន៍នេះលោកស្រីមានដំបូងមានយ៉ាងដូចចំពោះប្រជាពលរដ្ឋក្នុងការថែរក្សាសុខភាពដើម្បីជៀសវាងការកើតមានបញ្ហាផ្សេងៗជាពិសេសបញ្ហាឡើងជាតិស្ករនៅក្នុងឈាមនេះបាទដំបូងមានរបស់នាងខ្ញុំទៅកាន់ប្រជាពលរដ្ឋទូទៅដែលដើម្បីថែរក្សាសុខភាពហើយដើម្បីជៀសវាងការលើសជាតិស្ករនៅក្នុងឈាមឬក៏ជំងឺទឹកនោមផ្អែមគឺទី1សូមឲ្យគាត់ពិសារអាហារឲ្យបានត្រឹមត្រូវបានន័យថាកាត់បន្ថយអាហារដែលមានជាតិផ្អែមខ្លាំងជាតិខ្លាញ់បង្កើនការបរិភោគអាហារដែលមិនសូវសម្បូរជាតិស្ករដូចជាបន្លែគ្រាប់ធញ្ញជាតិផ្លែឈើដែលមិនសូវផ្អែមជាដើមពិសារទឹកឲ្យបានច្រើនធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន30នាទីក្នុងមួយថ្ងៃជាពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែមហើយឲ្យបាន5ថ្ងៃក្នុងមួយសប្តាហ៍កាត់បន្ថយការពិសារស្រាបញ្ឈប់ការជក់បារីបន្ថយទម្ងន់ហើយបើសិនជាក្នុងករណីដែលគាត់មានជំងឺទឹកនោមផ្អែមហើយសូម
មកតាមដានជាមួយនឹងប្រឹក្សាជាមួយនឹងគ្រូពេទ្យឯកទេសខាងតំណផ្អែមឲ្យបានត្រឹមត្រូវចាទោះបីជាគាត់មិនទាន់មានជំងឺតំណផ្អែមក៏ដោយសូមឲ្យគាត់អញ្ជើញទៅពិនិត្យសុខភាពឲ្យបានជាប្រចាំជាពិសេសចំពោះអ្វីដែលងាយនឹងប្រឈមនឹងការជំងឺទឹកនោមផ្អែមចាព្រោះអីភាគច្រើនជំងឺទឹកនោមផ្អែមគេហៅថា silent killer បែរថាកើតដោយប៉ុន្តែมันមានរោគសញ្ញាអ្នកខ្លះគាត់ចូលមកស្គាល់គាត់ 2-300 ប៉ុន្តែគាត់អត់មានរោគសញ្ញាអីទាំងអស់ចាប៉ុន្តែបើសិនជាយើងចេះតែទុកទៅវាអាចងាយនឹងឲ្យគាត់ខូចសរីរាង្គរបស់គាត់ដែលបណ្ដាលពីទឹកនោមផ្អែមចាដូច្នេះមានន័យថាការពារភាសាជាងការព្យាបាលចាខ្ញុំអត់សូម